ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបង្ហាញពីការអានមេរៀននៅក្នុងសៀវភៅជំនួយភាសាខ្មែរថ្នាក់ទី1ភាគ1មេរៀនស្ពានទី1ស្រៈនិស័យស្រៈអំការស្គាល់សូរអក្សរថ្មីព្យាង្គអំមានសូរចុងអំពាក្យដំមានសូរចុងអំការស្គាល់តួអក្សរថ្មីពាក្យដំមានសូរចុងអំការបង្ហាត់សរសេរតួអក្សរថ្មី1ស្រៈអំ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 ការអានព្យាង្គនៅក្នុងតារាងទី1ជួរឈរកអំកំខអំខំចអំចំឆអំឆំការអានព្យាង្គនៅក្នុងតារាងទី2ជួរដេកកអាកាកអេកេកអីកៃកអឺកកអឺកើកអូកុកអូកោកអ៊ូគួកអាកាកអឺគឿកអៀគៀកអេកេកអែកែកអៃកៃកអោកោកអៅកៅកអ៊ំកំកអំកំការភ្ជាប់ពាក្យទៅនឹងរូបភាពពាក្យចំអូសភ្ជាប់ទៅនឹងរូបភាពចំពាក្យខំអូសភ្ជាប់ទៅនឹងរូបភាពខំពាក្យខោអូសភ្ជាប់ទៅនឹងរូបភាពខោការអានអត្ថបទខ្លីចែឆែចែឆែខំខៃកៃចែឆែខៃចំខោចែឆែខំកែខោការសរសេរកូនគិតនឹងថាឲ្យបានលឺកំកអំខំខអំចំចអំឆំឆអំ